សួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញពីការងារធ្វើជាប្រចាំសម្រាប់ការព្យាបាលរន្ធឺធ្មេញសម្រាប់ខ្ញុំណាបាទខ្ញុំប្រាប់ពីរបៀបដែលខ្ញុំព្យាបាលរន្ធឺធ្មេញព្រោះថ្ងៃនេះខ្ញុំព្យាបាលរបៀបមិនអញ្ចឹងថ្ងៃនេះខ្ញុំយក case ដែលស្រួលថតគឺ case ដែលធ្វើនៅលើធ្មេញ premolar ទេយើងចាប់ផ្ដើមមកគឺយើងដាក់ rubber dam អញ្ចឹងទៅបាទដាក់ rubber dam ហើយយើងក៏ចោះធ្វើ access cavity ទៅបាទ access cavity យើងចោះរបៀបម៉េចដើម្បីឲ្យដល់ cavity ផងយើងអញ្ចឹងណាបាទចោះឲ្យបានដល់សងពូពាទៅដល់ពេលយើងចោះហើយគឺផងខ្ញុំគឺអញ្ចឹងខ្ញុំចោះហើយគឺខ្ញុំដាក់ file ទៅខ្ញុំបរិបហើយខ្ញុំដាក់ apex locator តែម្ដងគឺដាក់ apex locator ដែលមិនទាន់បានធ្វើអីសោះគឺចោះធ្លុះហើយគឺប្រើ apex locator តែម្ដងអញ្ចឹងបាទខ្ញុំយក apex locator យកមកដាក់ហើយខ្ញុំវាស់បាទខ្ញុំដាក់ apex locator ខ្ញុំវាស់បាទខ្ញុំវាស់ទី1គឺឲ្យហួសចុងឬសិនឲ្យចេញដល់សញ្ញាក្រហមណាបាទឲ្យដល់សញ្ញាក្រហមហើយបើខ្ញុំដកមកវិញគឺធ្វើម៉េចឲ្យដល់សញ្ញាក្រហមហើយបើខ្ញុំបន្ថយមកវិញបាទយើងយកស្មើ0ទៅបាទហើយបើយើងធ្វើ working length នៅលើ file យើងតែម្ដងហ្នឹងបាទรุ่น1យើងស្រួលទេបាទដាក់ working length ធ្វើនៅលើ file តែម្ដងហើយបើខ្ញុំយក file ហ្នឹងយកជាវាស់ជាមួយនឹងខ្ញុំប្រើតែ file តែមួយទេ file one file បាទ one file សម្រាប់ project រន្ធឺហ្នឹងគឺខ្ញុំប្រើអាពណ៌ក្រហមតែមួយទេ Onyx ខ្ញុំប្រើយូរហើយខ្ញុំប្រើឡើងពីចង់10ឆ្នាំហើយ file ហ្នឹងគឺប្រើតែ Mac ហ្នឹងបាទ one file one blade ហ្នឹងបាទប្រើតែមួយហ្នឹងទេដើម្បី project រន្ធឺគេបញ្ជាក់ប្រាប់ថា85% ហ្នឹងគឺរន្ធឺវា complete ហើយបានថ្មិញនឹងខូចទៅហើយបានគេប្រើអា file តែមួយអញ្ចឹងដើម្បីធ្វើ project រន្ធឺនេះម៉ាស៊ីនអង្គដូរខ្ញុំបាទវា auto reverse ដែរបាទបាទវាតម្លៃល្អស្រួលប្រើហើយយើងលាងសម្អាតវាទៅបាទលាងសម្អាតហើយបាទយើងចាប់ដើមបរិយាបន្តទៀតទៅបរិយាធ្វើមិនឲ្យដល់ working length ដែលយើងបានវាស់ជាមួយនឹង file hand file ហ្នឹងអញ្ចឹងណាបាទយើងធ្វើយឺតមួយទៅអត់មាន pressure ទេបានថាដៃដែលយើងដាក់ចូលទៅអត់មានសកត់ hand piece ទេឲ្យវាចូលយឺតតាមស្រួលកុំបខំឲ្យសោះគឺ file អាចបខំបានទេគឺឲ្យវាចូលតាមស្រួលដល់ពេលហើយខ្ញុំបាញ់សូដ្យូមទៅហើយខ្ញុំដាក់ម៉ាស៊ីនឲ្យវាញ័របន្តិចទៅអញ្ចឹងណាបាទដាក់ឲ្យវាញ័រអញ្ចឹងទៅឲ្យវា active សូដ្យូមទៅហើយបើខ្ញុំលាងសម្អាតម្ដងទៀតហើយខ្ញុំចាប់ដើមសម្ងួតរន្ធឺហើយបាទខ្ញុំសម្ងួតរន្ធឺដើម្បីមុនសម្ងួតរន្ធឺខ្ញុំប្រើGuta សិនយក Guta ខ្ញុំវាស់ដូចគ្នាអញ្ចឹងគឺ working length ដូចគ្នាអញ្ចឹងមកវាស់ដូចគ្នាអញ្ចឹងមួយ file ទេវាស្មើគ្នាអូខេខ្ញុំគិតថាខ្ញុំយកបានហើយបើសិនជាយកបានទេអានេះគឺជា Metapix បាទ Metapix ខ្ញុំធ្វើមិនឲ្យវាបាញ់ចេញសិនបាញ់ឲ្យចេញធូរហើយបើខ្ញុំដាក់នៅក្នុងរន្ធឺហ្នឹងខ្ញុំអត់ឲ្យកម្លាំងសង្កត់ខ្លាំងទេខ្ញុំដាក់ចូលបន្តិចហើយខ្ញុំបាញ់យឺតដើម្បីឲ្យកុំឲ្យអា Metapix ហ្នឹងវាហួសខ្លាំងពេកព្រោះនេះធ្មេញរស់បាទដល់ហើយខ្ញុំយកអត្ថប្រយោជន៍របស់អាសលេងមូនៅលើ file ហ្នឹងគឺខ្ញុំជូតដូចជូតសម្អាតលាងរន្ធឺផងខ្ញុំអញ្ចឹងគឺជូតលាងសម្អាតរន្ធឺផងខ្ញុំអញ្ចឹងណាដល់ពេលហើយវាមាន pressure ទៅវារុញ Metapix ហ្នឹងឲ្យចូលទៅក្នុងកាណាល់ accessor នៅខាងចុងរន្ធឺហ្នឹងបាទហើយដូចថា Metapix គឺខ្លាំងណាស់បាទនៅពេលដែលមានតបៅយើងបាញ់ទៅគឺវាសម្លាប់តបៅហ្នឹងបាទវាធ្វើឲ្យជោគជ័យដល់ពេលបើសិនជាធ្មេញយើងស្អាតអញ្ចឹងយើងដាក់វាចូលទៅ3ខែ6ខែបានវាអាលីអស់បើថានៅចុងរឹសហ្នឹងគឺគ្មានមេរោគដាច់ខាតត្រូវទេបាទហើយខ្ញុំដាក់ឧបតរេបច្ចេកទេសបុរាណរបស់ខ្ញុំទៅហើយបើខ្ញុំបិទដាក់ Guta បិទទៅបាទដាក់ Guta យើងកាត់យើងបិទវាធម្មតាទៅអាហ្នឹងគឺយើងការងាររបស់ខ្ញុំជាប្រចាំអញ្ចឹងអាហ្នឹងខ្ញុំគ្រាន់តែចែករំលែកមិនមែនជាមេរៀនអីទេគឺគ្រាន់តែជាការចែករំលែកបច្ចេកទេសដែលខ្ញុំព្យាបាលរន្ធឺជារៀងរាល់ថ្ងៃគឺខ្ញុំធ្វើធម្មតាអញ្ចឹងណាដល់ហើយយើងបិទវាទៅបិទថ្នាំវាទៅហើយធ្វើ case អញ្ចឹងគឺអ្នកជំងឺអត់ឈឺទេបាទអត់ឈឺទេអ្នកជំងឺអត់ឈឺទេrubber dam ដាក់ rubber dam វាល្អមួយយ៉ាងដែរគាត់ថាវា take time បាទចំណាយពេលបាទអូខេការងាររបស់ខ្ញុំគឺចប់តែប៉ុណ្្នឹងហើយnhữngការងាររបស់ខ្ញុំធ្វើជារៀងរាល់ថ្ងៃបាទអូខេមានមួយទៀតខ្ញុំធ្វើ working length ហើយខ្ញុំអត់ថតងាកថតទេខ្ញុំថតតែពីរទេទី1គឺចាប់ផ្ដើមមួយទៀតគឺបញ្ចប់តែប៉ុណ្្នឹងទេបើវា error បើហ្នឹងបើយើងធ្វើថតម្ដងទៀតតែបើសិនជាអត់ error ទេគឺអាហ្នឹងគឺតែប៉ុណ្្នឹងថតតែប៉ុណ្្នឹងអត់ត្រូវការថតធ្វើ working length ជាមួយ file ទេគឺខ្ញុំប្រើទោះបីយើងថា digital ហើយយើងប្រើម៉ាស៊ីនវាស់ចុងរឺហេតុអីយើងត្រូវទៅវាស់ file ទៀតអូខេអរគុណបាយបាយ